ខោនខោរឿងអាសោមហារំអិលជាអន្លើនិយាយអំពីបុត្រក្រៅផ្លូវការរបស់ក្រុងរាពណ៍ឈ្មោះមហារំអិលដែលមានសមត្ថភាពពិសេសមានខ្លួនរលោងរអិលគ្មានគូបដិបកណាអាចចាប់បាននិងមិនអាចសម្លាប់បានដោយងាយៗឡើយហើយត្រូវបានបិតាបញ្ជាឲ្យទៅធ្វើការជាមួយមនុស្សសាដូច្នេះសូមរដីទស្សនាដូចតទៅអ្នកមោតសៈភគវៈតោរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតសៈភគវៈតោរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតសៈភគវៈតោរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធាំអរតនំក្រោមិធម្មំអរតនំក្រោមិសង្ឃាំអរតនំក្រោមិសកេកាមេចរុបេគិរិសខរដ្ឋដេចន្ទលខេវិមាននេតិបេរដ្ឋេចគិមេកេរុវណ្ណកេហនេកេហវធមហេខតេឧមាចយន្តទេវីចលថលវិស្មេយខកន្ធពនីគីទិតសន្តាសន្តកេយ៉ាងមនីវរវចនំសាធវោមេសនន្តធម្មសវណ្ណកឡោអយ៉ាងភតន្តាធម្មសវណ្ណកឡោអយ៉ាងភតន្តាធម្មសវណ្ណកឡោហេអយ៉ាងភតន្តាលេងសាធុកាយេអូយេសូមជូនទាំងទស្សនីយភាពល្ខោនខោលក្នុងរឿងរាមកេរ្តិ៍ដកស្រង់ត្រង់ឈុតអាសោមហារំអិល
មានអើយមុនវិញជាការក្លៀវខ្លានាមថាមហារំអិលយងអើយយ៉ាងអាសូរាមានប្រានរលងព្រិលសមរភូមិឈ្នះរកខ្ជិលមិនដែលខកខានងនោះមកហារំអិលនៅបដាឋានអាសូរាខ្លួនជាឆ្លើងកាន់អាសូរីបានចម្រើនវឌ្ឍនាការធំពេញវ័យយល់ទ្វេហរតីម្ដាយថ្លៃត្រសងរីឯបៃតាគង់នៅរឿងរិទ្ធីកន្លងគង់ក្រងនគរលង្កាបុរីអាត្មាទន្ទឹងនឹកតែភ្នករងចាំតែថ្ងៃក្រែងបានត្រឡប់វិលវ័យរួមជប់ជុំវង្សាអាសោគង់គិតមីក្នុងចិន្តាភ្លាមនោះណារាជទូតលង្កាក៏បងគុំគល់សូមគោរពមហារំអិលអ្នកអង្គម្ចាស់ដងនោះមហារំអិលកាលបើបានឃើញច្បាស់យល់អត្តរបស់រាជទូតនួនវិចិត្រនិងរិទ្ធភ័យរីសំភីក៏សួរឲ្យយល់ការល្អណាស់អាសោនួនវិចិត្រនិងរិទ្ធភ័យរីតើមានភារកិច្ចអ្វីបានជាមុជមករកដល់ទីឋានបាតាសាគរយ៉ាងដូចនេះឆាប់ឆ្លើយមកមើលណាព្រះករុណាអង្គម្ចាស់ទូលព្រះបង្គំយើងខ្ញុំទាំងពីរនាក់បានទទួលព្រះរាជបញ្ជាពីសម្ដេចក្រុងរាពណ៍នរបតីឲ្យនាំព្រះរាជសារយកមកថ្វាយអង្គបុត្រាថ្លៃណាក្រាបទូលហេតុដូចនេះហើយសូមទ្រង់យាងតតក្រាបទូលរាជសារដល់អង្គមហារំអិលបុត្រាចូលអ្នកគ្មៀតក្មៃឆាប់រាមកបង្គំគាល់បៃតាជាប្រញាប់ដើម្បីជួយរំដោះគ្រោះលង្កាពីខ្មាំងបច្ចាប៉ងរំលត់ផ្ដាច់ពងអាសូរីនៃយើងណាហើយមហារំអិលស្ងួនភ្ញាមានការងាម្ដេចបដាបែរជាចង់ចោចេញមេដាពុំដែលឃើញបៃតាអ្នកមកនិតសុំបីតែកន្លះយាមដូច្នេះចូលបុតពិចារណាគុំចូលដៃនឹងគេអីក្រែងនាំនិរភ័យដល់នៅថ្ងៃមុខណាកូនលែងពីមហារំអិលសែនមានមន្ទិលក្នុងចិន្តាយើងឆ្ងល់ថាប្រតិអ្នកមេត្តាម្ដេចក៏ផ្ដាច់ការយ៉ាងទំហឹងពីឯមហារំអិលនៅតែរឹងទទឹងក៏ខំប្រឹងអង្វរមេត្តាថាអស់អោនៃព្រះមេត្តាហើយសូមទ្រង់ព្រះសន្តាប់នេះជាឱកាសល្អដែលបុត្រត្រូវចាប់សូមទ្រង់មេត្តាអនុញ្ញាតឲ្យគាល់ក្សត្រាបានជ័យកាលណាជួបជុំគ្រួសារក្រុងលង្កាបុរីណាអ្នកម៉ែ
ណែបំណាច់តកូនមានបំណងធំជូនវង្សានិងមហានគរទៅហើយដូច្នេះម្ដាយក៏មិនកន្តើយណាចូលបុត្រទៅចោះហើយសូមទទួលបានជោគជ័យថ្វាយព្រះនរោបតីណាកូនណានាមជាកុលបុត្រកូនតាំងចិត្តមោះមុតជូនរដ្ឋាសូមលាម៉ែទៅបានជ័យកាលណាពំនាំលៀបមហាជូនអ្នកមិនខានសូមក្រាបថ្វាយបង្គំព្រះវរបិតាប្រសើរណាស់មហារំអិលបុត្រដ៏ចម្រើនបុត្រដ៏ថ្កុំថ្កើងរបស់បិតាឥឡូវអ្នកមកហើយយើងក៏ស្បើយក្នុងអរ៉ាជាសញ្ញាថាលង្កាចិត្តអត់ភ័យហើយដោយដៃបុត្រជាជាពុំខានណាបពុតព្រះស្ដែងលើសេរសាកណាខ្ញុំឲ្យទូលព្រះបង្គំប្រងើយដោយរបៀបណាហើយចោះរាជធានីដែលមានគ្រោះភ័យយ៉ាងណាបានជាបិតាក៏ហៅបុត្រយ៉ាងប្រញាប់យ៉ាងដូចនេះណាក្រាបទូលល្អហើយណាបុត្រណារឿងនេះវិធំពេកពុនកន្លងដោយពាក្យបិតាចម្លងក្នុងរាជសារដោយមានតបប៉ាស្វ័យមនុស្សសាប៉ុនប៉ងប្រហាបណ្ដាច់ពូជហើយទោះជាឲ្យអ្នកមុខការទៅចរចាទទូចក៏ពួកវាមិនស្របតាមដែរដូច្នេះបិតាមានតែរិះតម្រេះណារកអ្នកប្រយុទ្ធទៅគំតិចដើម្បីកុំឲ្យពួកវាសំតាមបំណងណាដូច្នេះតាមគំនិតយុទ្ធវិធីសាស្ត្ររបស់បិតាពូកងមានតែបុត្រាអង្គឯងហើយទើបជួយស្រាយស្ថានភាពនេះបានណាមហារំអិលបុត្របិតាណែមហារំអិលបើសិនជាបុត្រសម្រេចកិច្ចការនេះបានបិតានឹងទេរាជបល្ល័ង្កជូនបុត្រគ្រប់គ្រងរាជបន្តពីបិតាភ្លាមណាព្រះបិតាអើយណាទូលបង្គំមិនអាចប្រងើយបានឡើយណាដូច្នេះកុំឲ្យត្រឹងបង្អង់យូរបុត្រសូមលាចេញទៅតស៊ូយកជ័យស្ទួយយុះពងយៈអាសុរីក្នុងគ្រាឥឡូវនេះហើយណាព្រះបិតា
នោះសម្ដេចព្រះភូវន័យក្រាស់ក្រៃដោយឫទ្ធីមហាស្ចាសត្រាបានយងយល់ពីសន្ធឹកញាប់ញ័រស្ទើរតែក្រឡាប់ព្រំចក្រវាដូច្នោះហើយស្ដេចក៏ដង្ហើយហៅពិភេកថាណែវើយណែក្រុងពិភេកអាសូរាយតាឃើញថាសង្គ្រាមបានអូសបន្លាយគួរឲ្យកត់ចំណាំច្បាំងពីខែរហូតคลายជាឆ្នាំចំបាំងដល់សស្រាក់សស្រាំនេះនៅតែមិនរាថយណាចុះហេតុម្ដេចថ្ងៃនេះមានលៀបឬក៏សយបានជាធ្វើឲ្យមេឃហើយនឹងដីរង្គោះរង្គើគ្មានប្រណីយ៉ាងដូចនេះក្រុងពិភេកអាសូរាកាលបានលឺម្ចាស់ចុចសួរចំអង្គអាត្មាដូច្នោះក៏លុតកប្រណម្យបង្គំទូលថាអោព្រះករុណាអង្គម្ចាស់នៃខ្ញុំហើយហេតុភេទនេះមិនចម្លែកឡើយបើតាមទូលព្រះបង្គំចងចាំគឺជាសន្ធឹករបស់ពួកអាសោវាចង់បង្កើតភាពឆោឡោឲ្យតបយើងបាក់ស្បាតតែប៉ុណ្ណោះហេតុនេះហើយសូមទ្រង់ព្រះសន្តោសគុំមានការភ័យភិតអ្វីសោះឡើយណាក្រាបទូលលុះពិភេកទូលរាយរាប់ប្រាប់រាជការដំណើរដើមតងរួចកាលណាសត្រារួចស្រេចស្ដេចក៏មានព្រះទ័យសោមនស្សកន្លងស្ថានភាពមិនទាន់បានប្រសើរផងពេលនោះក៏ស្រាប់តែសូមរាយការណ៍ព្រះអង្គមានរឿងអ្វីឆ្មាំកេសរបានជាមកត្រហេបត្រហប់យ៉ាងដូចនេះក្រាបទូលព្រះអង្គបន្ទាយជំរុំយើងរងការសម្រុកចូលរបស់ខ្មាំងហើយវាមកតែឯងគ្មានទ័ពជំនួយឡើយហើយវាបានថែមទាំងវាយកម្លាំងយើងនោះឲ្យរបួសច្រើនទៀតផងហើយទោះបីជាទ័ពយើងឡោមព័ទ្ធចាប់វាយ៉ាងណាក៏ចាប់មិនបានតាមទូលព្រះបង្គំគិតស្មានវាកំពុងតែខិតចូលមកដល់រោងព្រលារបស់ព្រះអង្គហើយអ្នកក្រាបទូលស្រងាក់ស្រងល់ពិផលក្នុងចិន្តាក្នុងសាវនាការប្រែជាភាំងអស់សឹងមិនជឿលើការដែលបានក្តាប់សត្រាក៏រូតរះលើកសប្រញាប់នាំសេនាទៅកំដរខ្មាំងអនាមិកក្នុងគ្រាអីលើឈប់សិនអាសូរាដេចឯងហាន់ខ្លាមិនខ្លាចស្លាប់ហ៊ានចូលបំពេញទន្ទ្រាមទាំងច្បាប់ប្រយ័ត្នយើងសម្លាប់ខ្សែឥតការណាអាយើបិទមាត់ភ្លាមពួកអាកំតិចផេះតលតម្រេះហើយឬពួកអាសត្វស្វាឆាប់ចូលមកណាពួកអាវ៉ាចុងក្រោយឯងនឹងដឹងថាយើងជានរណាជាងប្រាកដណា
ព្រះអង្គអវតារនរាយបែកភាកងាកមកយល់ច្បាប់នឹងនេត្រាពីអានុភាពអាសុរាខ្លាំងខ្លាក្រៃបាញ់សព្រំមាសរិទ្ធិថ្លៃនៅតែធ្វើអីអាសុរីមិនបានសត្រាមានមន្ទិលពុនប្រមាណក៏ក្រលេះប្រានសួរទៅពិភេកថាហើយអ្នកពិភេកហៅរើយឆាប់រាមកនេះបន្តិចមកមើលតើអាយសុរានេះឈ្មោះជានរណាហើយមកពីណាបានជាខ្លាំងខ្លាក្រាស់ក្រៃណាគ្រប់សេនាយោធាជងចាប់វាតែងតែរបូតចេញពីដៃតើអ្នកមានវិធីសាស្ត្រអ្វីទប់ទល់នឹងយៈនេះបានណាអ្នកពិភេកហោរាបពិតម្ចាស់ដ៏មានរិទ្ធអើយតាមខ្ញុំម្ចាស់ចំណាំឥតច្រឡំឡើយយៈនេះគឺបុត្រារបស់អាសោទសមុខអាសូរារស់នៅឯឋានបាតាសាគរឈ្មោះហៅថាមហារំអិលដងខ្លួនគេរលោងព្រិលដូចលៀបប្រេងមិនងាយមានគូប្រជែងណាសម្រាប់វាបានបើងាយទេមានតែពិធីមួយគត់សូមព្រះអង្គចេញបញ្ជាឲ្យហនុមានដឹកកងយោធាប្រើល្បិចបញ្ឆោតដេញមហារំអិលឲ្យទៅដល់វាលខ្សាច់រហោឋានហើយនាំគ្នាបាចខ្សាច់ពីពេញតែខ្លួនរបស់វារួចហើយតបយើងគ្រប់គ្នាចូលទៅចាប់បោះស្នឹងលាតសន្ធឹង5ថ្ងៃទុកចោលនោះវានឹងស្លាប់ដោយឯងហើយណាក្រាបទូល
រិយាអើយព្រះសូរិយាអ្នកអើយបញ្ចេញសូសែនសាវិជ្ជឃាតប្រហាខ្លួនខ្ញុំហើយសូបុតស្ងួនអើយមាសថ្លើមថ្លៃបុតត្រូវខ្សិនខ្សៃអើយចោលមេត្តាព្រោះតែឪពុកអើយចិត្តជាខ្លានាំកូនមរណាងអើយអាសាបងម្ដាយត្រូវរស់នៅរងឯកាព្រោះកូនបុនត្រាក្លៀកឃ្លាឆ្ងាយឃ្លាតលែងបានជួបម៉ែជុំនឹងម្ដាយឆ្ងាយអើយសែនឆ្ងាយអើយឆ្ងាយកែវភ្នែកម្ដាយ